Thưa nhà thằng nào cùng là tôi phải chuyển tới không ạ? Chấm điệp sơ lục chân thà chào. Miền rương bắt đằng bắt đo khnia vì rương vì hả thà cạp đằng khnia rồi viên cầm hôn nâng bị chia bồ rọt nâng là mấy dạng mà trái lưu ta bị chia bồ rọt nâng lục tàu va dạng mấy đặt cầm hôn nâng bắt đằng tàu dạng mấy chắp chia bồ rọt dạng mấy lòng màu nâng lục chân thá. Bác không thì con mà đừng dụ là cầm hôn đại nam cứ ta lòng một ngày đập chín hai đập vì con là bốn cái là bàn chú trai đây phụ bọn nơi không ẩn đầu phản chế không bố trí sắp bây giờ đã khăn nuôi gửi bản hai tới ban công hôn choประกัน phụ bọn tha lùi đại chế tận na lùi đại thoa đại chế tận na bản và hàng xa khăn trang với tiết là cả nơi đó đi ban có hai phụ bọn phải ngôn đấy nè một đồng thư là tà ca và ta đo mà đo phải tà ca tới ban ảo ban này cả ảo bạc khétมันnuôi gửi bản chơi phụ bọn tới tà ca nó đâyจะจมđã phơi bị bệnh hàn điใครไอ้เราเอามาแค่ลูกบ้านภาษาชาติแต่ความเรื่องอันนี้เราบ้านมันชุดไอ้กรมพลคือการช่วยชายแต่เลยได้จัวอันใดจัวบุกวาดได้หรือเปล่าบุกวาดได้เจียได้ดำนองบุกวาดใครเราไอ้นี่นึงไอ้เราเอามาแค่ดันจูนกรมการยี่สิบสักการปะทางได้จัวจุดเป็นมือแต่ไรได้บุกวาดมันก็การเข้าแบบបាទដីនឹងនៅចំណុចណាហើយចំនួនប្រមាណហិកតាដែរដែលប៉ះពាល់ហ្នឹងដែលមានបញ្ហាគ្នាហ្នឹងបាទដីនោះគឺស្ថិតនៅភូមិអន្តរសែនជ័យបាទលោកនាយកបាទឃុំពូជីស្រុកពេជ្រដាខេត្តមណ្ឌលគិរីជាប់អីដីកញ្ចើនោះបាទចំនួនប្រមាណហិកតាចំនួនខាប់បាទចំនួននេះក៏តអត់បានមិនលើកទេលោកនាយកបាទប្រជុំប្រមិនក៏បានដូចគាត់ថាពាក់ព័ន្ធតែដីទាំងអស់នោះគឺមានចំណងកុំនិស្សិតនោះបានបោះវេពួកគាត់អ្នកខ្លះបាត់ទៅបានអ្នកខ្លះនៅបានចឹងទៅបានក្រុមហ៊ុននោះជួយចាយយកហើយប៉ះពាល់ទៅកន្លងអញ្ចឹងពួកគាត់ត្រូវបានអធិជាប់ប្រកាន់ថាបំផ្លាញគឺចាក់របស់ពួកខាងក្រុមហ៊ុនហ្នឹងហើយត្រូវបានតុលាការក៏ហៅដូច្នេះប្រជាពលរដ្ឋគាត់ត្រូវបានឡើងមកតវ៉ាហ្នឹងតែដោយសារអាដល់កាបាខាត់គាត់មានដំណើរការដល់តែចំពោះខាងមន្ត្រីបានជួយពួកគាត់ទៅតុលាការដើម្បីបញ្ចុះដល់ផ្លូវពួកគាត់ក្នុងថ្ងៃស្អែកនេះតែដល់មកយុបាទអូចាចឹងមានមន្ត្រីហ្នឹងដើម្បីកុំអោយដើម្បីយ៉ាងម៉េចដើម្បីកុំអោយប្រជាពលរដ្ឋហ្នឹងលោកតវ៉ាទៀតឬមួយក៏អោយក្រុមហ៊ុនហ្នឹងដកនៅការឈូសឆាយហ្នឹងបាទដើម្បីកុំអោយក្រុមហ៊ុនហ្នឹងឈូសឆាយទៅលើដីដែលគាត់មានច្បាប់មានកន្លងទៅដែលគាត់មានសិទ្ធិដំណើរកន្លងមកដែលវងវិញជួយពួកគាត់បានលោកយុបាទបាទអានឹងត្រូវអញ្ចឹងហើយបើថាគាត់មានជីក្បាលជីមានអីត្រឹមត្រូវហើយវាស់វែងត្រឹមត្រូវហើយអានឹងស្បែកខ្លាអាហ្នឹងបាទចាវាត្រូវអញ្ចឹងហើយចាអញ្ចឹងសម្រាប់ថ្ងៃស្អែកនេះនឹងមានការដោះស្រាយនៅបញ្ហាទាំងអស់នេះហើយអញ្ចឹងណាលោកចន្ទថាហើយសម្រាប់ប្រជាពលរដ្ឋវិញលោកបានឆ្លើយតបយ៉ាងម៉េចដែរនៅពេលដែលអាជ្ញាធរលោកបានបង្ហាញនៅការដោះស្រាយបែបនេះចាបាទប្រជាពលរដ្ឋក៏សម្ដែងនៅការដឹងគុណនិងសប្បាយចិត្តរីករាយបំផុតចំពោះអាយដាមអាបាលនៃគណៈបាលខេត្តដែលគាត់មានចំណាត់ការតឹងតែចំពោះដែលក្រុមហ៊ុនដែលរំលោភបំពានយកដីពួកគាត់នឹងមកចាអរគុណលោកចន្ទថាចាសម្រាប់សេចក្តីរាយការណ៍មួយនេះហើយយើងនឹងតាមដានបន្តទៀតចំពោះដំណោះស្រាយហើយជាពិសេសនោះគឺពាក់ព័ន្ធទៅនឹងចាបញ្ហាទាំងអស់នេះចាទស្សនិកជនយើងឃើញថានៅទីតាំងមួយចំនួនផ្សេងទៀតក៏មានស្តៀងគ្នានេះផងដែរអញ្ចឹងយើងមើលករណីមួយនេះទៀតលោកយុចាព្រោះថាអាចពេលខ្លះក្រុមហ៊ុនត្រូវឬក៏អាចពេលខ្លះប្រជាជនត្រូវអញ្ចឹងត្រូវរកសល់ណាឲ្យទាំងសងខាងតែម្ដងចាឲ្យតែអាជ្ញាធរសមត្ថកិច្ចផ្លូវច្បាប់នឹងគឺធ្វើការឲ្យបានត្រឹមត្រូវផ្ដល់ភាពយុត្តិធម៌ដល់ទាំងសងខាងអានឹងយើងជឿថានឹងរនៅថាខុសត្រូវឃើញហើយទៀតបាទកុំឲ្យទៅថាអាជ្ញាធរអ្នកមានអំណាចទៅគ្រប់គ្រងខាងនេះឬក៏ទៅគ្រប់គ្រងខាងនោះអានឹងគឺអានឹងប្រយ័ត្នកន្លែងហ្នឹងប្រសិទ្ធបើថានៅមានកម្រិតរបៀបហ្នឹងហើយក៏ផលប្រយោជន៍អញ្ចឹងគឺនឹងធ្វើឲ្យមានផលលំបាកនៅក្នុងការដោះស្រាយបញ្ហាណាតែកម្មវិធីរបស់យើងមិនគ្រប់គ្រងអ្នកដែលលួចលន់ធ្វើខុសទៅនឹងច្បាប់ទេបាទអានេះយើងគ្រប់គ្រងអ្នកដែលអនុវត្តតាមច្បាប់អ្នកអត់គឺអត់មែនហើយដីរបស់គាត់គឺរបស់គាត់មែនហើយក្រុមហ៊ុនរបស់ក្រុមហ៊ុនពីព្រោះថាអ្វីដែលយើងធ្លាប់ដឹងមកហ្នឹងគឺវាពេលខ្លះហ្នឹងដីសម្បត្តិដែលឲ្យហ្នឹងគឺពេលខ្លះហ្នឹងវាមានដីរបស់ប្រជាពលរដ្ឋនៅនឹងអញ្ចឹងបានថាសម្ដេចនាយកលោកឲ្យធ្វើតាមនយោបាយស្បែកខ្លាគឺខ្វៀលចេញបាទខ្វៀលចេញស្បែកខ្លាដឹងហើយគឺត្រីអ៊ីគឺខ្វៀលចំកណ្ដាលខ្វៀលយកកណ្ដាលចំខាងខ្វៀលយកខាងឲ្យតែអនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរដ្ឋាភិបាលទៅវាអត់ខុសអីទេបាទវាអត់ខុសទេបាទនឹងជឿចោះបាទអរគុណលោកចន្ទថាដែលបានផ្ដល់នូវព័ត៌មាននេះហើយក៏យើងរងចាំតាមដានមើលណាតើដំណោះស្រាយនេះធ្វើបានដោយរលូនឬក៏ជោគជ័យបានកម្រិតណាណាអរគុណលោកចន្ទថាបាទសូមអរគុណសូមគោរពលោកនាយកសូមជម្រាបលាកញ្ញាឋានៈប្រចាំជំរាបលាចាបាទជាមួយគ្នានេះយើងក៏ជូនពរដែរទៀតណាឲ្យខាងខេត្តហ្នឹងគឺដោះស្រាយឲ្យបានជោគជ័យបាទជោគជ័យបាទក្រុមហ៊ុនលោកខុសក៏ដកទៅបើប្រជាជនខុសលោកក៏ចេញទៅបើប្រជាជនត្រូវឲ្យ
គាត់ទៅបើក្រុមហ៊ុនត្រូវអានឹងជូនក្រុមហ៊ុនគេវិញទៅអានឹងមានតែប៉ុណ្្នឹងផ្លូវច្បាប់ទៀតបាទផ្លូវច្បាប់យកផ្លូវច្បាប់មកប្រើប្រាស់អានឹងវាជាគោលវាជាបន្ទាត់កុំតែគ្រាន់ថាកុំអោយលំអៀងអ្នកដែលដោះស្រាយបញ្ហាហ្នឹងអរគុណងាកទៅភ្នាក់ងាររបស់យើងចុងក្រោយគឺលោកច័ន្ទដារុនធ្វើសេចក្តីរាយការណ៍អាឡូលោកដារុនបាទសូមគោរពលោកយុព្រមទាំងនៅសញ្ញាឋានៈនិងទស្សនវិជ្ជារបស់ CNC នឹងអស់បាទចាជំរាបសួរលោកដារុនចាអរគុណបាទលោកដារុនមិនទៅថ្ងៃនេះព័ត៌មានរបស់លោកដារុនព័ត៌មានអីនិយាយពីអាក្រុងក្តាំងលើមេឃលើអាកាសហ្នឹងឥឡូវហ្នឹងស្ងប់ស្ងាត់ទេអត់មានឃើញបំណាច់អីទៀតទេហើយខាងថៃទៅលោកយុបាទស្ងាត់ទៅបាទហើយខាងថៃហ្នឹងគេព័ត៌មានខាងថៃហ្នឹងគេក៏និយាយថាវាកាយណប់អញ្ចឹងណាបាទកាយណប់វាអស់អាយុrồiហើយផ្ទុះសុំទោសនៅទីណាអានឹងតអ្នកដែលមិនដឹងទេល្ងងទេអានឹងដែលលោកចេះតែព្រួបាននោះពីព្រោះកាយណប់កញ្ញាធនាមិនមែនប៉ុណ្ណេះទេទៀតកាយណប់នឹងធំណាស់ហើយក៏វាមានម្ចាស់របស់វាដូច្នេះគេដឹងរបស់គេថារបស់របស់គេនឹងវាអស់អាយុពេលណាហោះទៅកន្លែងណាអីកន្លែងណាមុននឹងអស់អាយុគេកំតិចកាយណប់នឹងចោលនឹងមានអាផ្ទុះរបៀបហ្នឹងក៏ប៉ុន្តែនោះនៅមហាសមុទ្រនោះគេមិនអត់មកប៉ះពាល់ផ្ទុះតែផ្ដេសផ្ដាស់អូគេធ្វើប្រព័ន្ធរបស់គេនឹងទំនើបណាស់មិនដូចខាងថៃហ្នឹងគាត់និយាយហ្នឹងគឺគាត់ដូចជាមិនដឹងមានគូបំណងយ៉ាងម៉េចអានឹងយើងក៏មិនដឹងដែរនិយាយក្នុងគូបំណងអីក៏យើងមិនដឹងដែរគូបំណងចង់និយាយថាកុហកឲ្យបានរួចខ្លួនឬក៏មានអាចកំបាំងអីអានឹងយើងក៏មិនដឹងដែរយើងមិនចង់ស្វែងយល់អីឲ្យជ្រៅនឹងទុកឲ្យខាងមន្ត្រីពាក់ព័ន្ធលោកស្វែងយល់ចុះប៉ុន្តែគាត់ថាបើតាមព័ត៌មានរបស់ថៃគេថានៅស្រុកគេក៏មានបំណែកនឹងដែរធ្លាក់មកលើទឹកដីរបស់គេចិត្តប្រាសាទព្រះវិហារនឹងដែរមុខប្រាសាទព្រះវិហារនឹងដែរព្រោះកន្ធលៈនឹងគឺនៅស្រុកកន្ធលៈនឹងគឺនៅក្នុងទឹកដីជាប់នឹងខេត្តប្រាសាទរបស់យើងណានៅស៊ីសកេតនឹងបាទដូច្នេះគេថាតាមការវិភាគរបស់ទាហានថាផ្កាយរណបវាអស់អាយុហើយវាផ្ទុះគេបំផ្ទុះបំណែកមិនមែនទេកាយរណបមានម្ចាស់មានប្រទេសរបស់គេមុននឹងពេលគេដឹងថាអស់អាយុឆ្នាំណាគេផ្ដល់សញ្ញាព័ត៌មានរួចហើយគេបញ្ជាបានគេបញ្ជាឲ្យទៅមហាសមុទ្រនោះទៅផ្ទុះនៅមហាសមុទ្រនោះធ្លាប់ឃើញណាបែកក្បាលដោយសារកំតិចកាយរណបហើយនៅប៉ុណ្ណឹងចាស់លោករុននិយាយព័ត៌មានលោករុនវិញព័ត៌មានអីបាទលោកយកឯកឧត្តមសតវីអបខេត្តឧត្តរមានជ័យព្រឹកមិញលោកបានអញ្ជើញចុះទៅភូមិរំសេកឃុំបន្លុងវែងស្រុកបន្លុងវែងដើម្បីចែកបានកម្មសិទ្ធិដល់ប្រជាពលរដ្ឋលោកនាយកហើយក្នុងការចែកបានកម្មសិទ្ធិមាន950បានស្មើនឹង640គ្រួសារហើយចំណុចទី2ឯកឧត្តមបានអញ្ជើញទៅឃុំលំតងចាស់ស្រុកបន្លុងវែងដែរចែកបានកម្មសិទ្ធិ1018បានស្មើនឹង624គ្រួសារសរុបទាំងអស់1968បានលោកនាយកហើយនៅក្នុងនោះដែរប្រជាពលរដ្ឋគឺសប្បាយចិត្តណាស់លោកយកគាត់សប្បាយចិត្តតែបានកម្មសិទ្ធិដែលសម្គាល់នៅលើដីភូមិរបស់គាត់ហ្នឹងដីស្រែរបស់គាត់ហ្នឹងគឺថាគាត់អរគុណដែលរាជរដ្ឋាភិបាលជាពិសេសសម្ដេចអគ្គមហាសេនាធិការតែម្ដងដែលបានរៀបចំបានកម្មសិទ្ធិនេះជូនដល់ប្រជាពលរដ្ឋហើយឯកឧត្តមសតវីបញ្ជាក់ដែរថាបានកម្មសិទ្ធិនេះគឺស្របច្បាប់ទាំងស្រុងបាទបាទហើយនៅក្នុងនោះយើងឃើញឯកឧត្តមតំណាងរាជខេត្តឧត្តរមានជ័យគឺឯកឧត្តមនៅសំហើយនឹងអបារងខេត្តទី3នាក់ដែរបានអញ្ជើញចូលរួមនៅក្នុងបដិជាមួយឯកឧត្តមសតវីលោកយកបាទណាឃើញយើងឃើញមុខបងប្អូនប្រជាពលរដ្ឋរបស់យើងញញែមណាអ្នកណាមិនអស់បាទនៅពេលដែលបានកម្មសិទ្ធិដែលមិនធ្លាប់មានធ្វើដោយគេហៅថាបថុយប្រធានឥឡូវបានកម្មសិទ្ធិហើយដូច្នេះគាត់រំភើយផាយផាត់ហើយដូចនៅខាងខេត្តកែបដោយសារតែមានបានកម្មសិទ្ធិនឹងហើយទើបបងប្អូនយើងពង្រីកនៅការដាំដុះរបស់គាត់ទៀតទៅជាដាំបរិចដាំអីហ៊ានវិនិយោគណាខ្ញីទៀតណានៅខេត្តខ្លះដូចជានៅស្ទឹងត្រែងទិញត្រាក់ទ័រយកទៅភ្ជួរទៅអីភ្ជួរចំការគាត់ដីរបស់គាត់ហើយរត់ស៊ីឈ្នួលភ្ជួរដីអ្នកអតីក៏មិនខ្លាចជួលភ្ជួរដែរពីព្រោះថាដីរបស់គាត់ហើយច្បាស់ហើយដូច្នេះការវិនិយោគវាកាន់តែរីកចម្រើននិងធំធេងជាលំដាប់ណាដោយសារតែការផ្ដល់ជូននៅបានកម្មសិទ្ធិស្របច្បាប់នេះឯងអរគុណដូចរឿងដែលបានផ្ដល់នៅព័ត៌មាននេះបាទសូមគោរពលាលោកយកបាទអរគុណប្រិយមិត្តទូទស្សជនយើងសូមសម្រាប់ក្នុងវគ្គនេះត្រឹមប៉ុណ្ណេះសិនតិចទៀតជួបគ្នាក្នុងវគ្គបន្តទៀត